ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមតាមដានវីដេអូរបស់ខ្ញុំបាទដែលនិយាយអំពីឱសថបុរាណខ្មែរដែលខ្ញុំបានសិក្សារៀនសូត្រជាមួយលោកគ្រូរបស់ខ្ញុំហើយថ្ងៃនេះសូមបង្ហាញបាទជាមួយនឹងថ្នាំខ្មែរមួយចំនួនដែលខ្ញុំបានកាត់ពីព្រៃមកបាទមានច្រើនប្រភេទច្រើនថ្នាំពុកម៉ែបងប្អូនណាហ្នឹងហើយថ្នាំមើលដូងច្រមុះក៏មានថ្នាំស្ត្រីដែលមានបញ្ហាធ្លាក់សក៏មានថ្នាំនឹកកូនខ្ចីក៏មានថ្នាំជំនួយទឹកដោះក៏មានថ្នាំសរសៃក៏មានថ្នាំទឹកនោមផ្អែមក៏មានបាទថ្នាំតម្រងនោមក៏មានដែរពុកម៉ែបងប្អូនណាហ្នឹងហើយមានច្រើនទៀតពុកម៉ែបងប្អូនណាអ្នកដែលស្លាប់មួយចំហៀងខ្លួនអ្នកដែលមានបញ្ហាថ្លើមកិនថ្លើមបាទទៀតទៅខ្ញុំក៏មានប្រើដែរហើយមានរកមុនបាទត្រឹមត្រូវពីលោកគ្រូរបស់ខ្ញុំក៏ដូចជាផ្សាយជូនបងប្អូនទស្សនានឹងហើយនេះគឺជាថ្នាំសរសៃបាទថ្នាំសរសៃនេះគឺខ្ញុំបានច្រកទុកជាកញ្ចប់បាទលក់ជូនបងប្អូនហើយបាទបងប្អូនណាត្រូវការអាចជាវបានថ្នាំសរសៃនេះខ្ញុំផ្សំឡើងចំនួន30មុខពុកម៉ែបងប្អូនណាមិនថាសរសៃមិនថាក្រិចមិនថាថ្លោះមិនថាហើមបាទមិនថាអ្នកមានបញ្ហាតម្រងនោមឈឺកាពះរ៉ាំរ៉ៃបាទអាលៀកតម្រងនោមបញ្ហាពោះវៀនក៏ត្រូវដែរពុកម៉ែបងប្អូនណាវាត្រូវច្រើនមុខដោយសារតែខ្ញុំផ្សំផ្ទាល់ពុកម៉ែបងប្អូនណាមានលីតាំងពីបញ្ញាក្អែកដើមសង្កែមានតាំងពីបញ្ញាក្អែកដើមកដោលហើយមានតាំងពីបញ្ញាក្អែកដើមត្រាចលាយចូលក្នុងហ្នឹងហើយមានតាំងពីឈើភ្លើងមានតាំងពីដើមកេះដើមអីលាយជូនពុកម៉ែបងប្អូនស្រេចអស់ហើយមិនខ្វះទេណាហ្នឹងហើយពុកម៉ែបងប្អូនទិញថ្នាំហ្នឹងទៅវាអាចនឹងត្រូវនៅជំងឺពុកម៉ែបងប្អូនដែលដូចដែលខ្ញុំបានលើកឡើងពីខាងដើមហើយមានដើមឬកន្ទួតព្រៃបាទមានប្រពាល់ខែមានដើមចង្កូដើមអីច្រើនពុកម៉ែបងប្អូនណាហ្នឹងហើយមានវោតឡៅប្រពេវោអីដែលខ្ញុំបានបង្ហាញបាទខាងក្នុងនេះក៏មានបាទខាងនោះក៏មានហើយខាងនេះក៏មានដែរពុកម៉ែបងប្អូនណាមកបន្ទប់នឹងមានថ្នាំច្រើនរកកន្លែងដាក់មិនមានទេពុកម៉ែបងប្អូនណាហ្នឹងហើយបន្ទប់នេះគឺបន្ទប់ព្រះរបស់ខ្ញុំប៉ុន្តែខ្ញុំយកមកដាក់ថ្នាំខ្លះដើម្បីទុកព្យាបាលពុកម៉ែបងប្អូនទៅតាមបាទតម្រូវការរៀងខ្លួនហើយខាងក្រៅនេះក៏មានដែរពុកម៉ែបងប្អូនណាខាងក្រៅខ្ញុំបានបង្ហាញមានតាំងពីតថុកមានតាំងពីដើមកេះក៏ដូចជាវัวផោមវัวអីច្រើនទៀតពុកម៉ែបងប្អូនណាហ្នឹងហើយពុកម៉ែបងប្អូនមើលទៅខាងនេះក៏មានដែរបាទនេះដើមយិនសិនណាយិនសិនស្លឹកបាសហើយនឹងយិនសិនពណ៌ស្វាយដែលខ្ញុំបានកាប់មកពីព្រៃប៉ុន្តែមិនទាន់បានកាប់ហាលទេហើយខាងនេះគឺមើម30ពុកម៉ែបងប្អូនណាចង់បានគឺខ្ញុំលក់តម្លៃថោកជូនទេពុកម៉ែបងប្អូនណាហ្នឹងហើយមានច្រើនទៀតពុកម៉ែបងប្អូនណានៅខាងក្រោយក៏មានដែរនៅខាងក្រោយកន្លែងចង្ក្រានបាយរបស់ខ្ញុំក៏មានដែរប៉ុន្តែខ្ញុំអត់បានថតជូនទេដោយសារតែកន្លែងហ្នឹងបាទវាអត់សូវស្អាតពុកម៉ែបងប្អូនណាហ្នឹងហើយមានកន្លែងដាក់ជូនពុកម៉ែបងប្អូនតាមវរៈបុណ្យធម្មណាពុកម៉ែបងប្អូនត្រូវការពុកម៉ែបងប្អូនត្រូវការហ្នឹងហើយអាចខលទំនាក់ទំនងខ្ញុំបានទាំង012 096ហើយនឹង97បាទហ្នឹងហើយពុកម៉ែបងប្អូនណាហ្នឹងហើយរុក្ខជាតិជាច្រើនប្រភេទដែលខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនទៅគឺសុទ្ធជាប្រភេទថ្នាំដែលខ្ញុំបានប្រើជាមួយនឹងបាទជំងឺទូទៅណាពុកម៉ែបងប្អូនណាហ្នឹងហើយជំងឺទូទៅបាទហើយនេះដូចជាថ្នាំនេះគឺខ្ញុំបានផ្សំហើយបាទផ្សំហើយជូនពុកម៉ែបងប្អូនគីឡូអ្នកណាកាត់ត្រូវការខាងសរសៃខាងរំរងនោមខាងកាពះខាងពោះវៀនខាងថ្លើមខាងអីគឺមានបាទមានតាំងពីស្លឹកត្រចៀកដំរីមានតាំងពីបាទសួតដំរីគឺខ្ញុំលេងនៅក្នុងនឹងស្រាច់បាទហ្នឹងហើយអ្នកថ្នាំកូនខ្ចីក៏មានដែរមានដើមទឹកដោះខ្លាតូចហើយនឹងមានដំរីចុះប្រេងនិងគៀបក្តាម
ដំណាច់ចង្អេរហើយមានថ្នាំជាច្រើនទៀតតែឲ្យបងនៅខាងភ្នំគាត់នៅរកឲ្យប៉ុន្តែអត់ទាន់មកដល់ហើយចាំមកដល់ខ្ញុំនឹងផ្សាយជូនពុកម៉ែបងប្អូនបាទមួយឲ្យស្គាល់ពីប្រភេទថ្នាំទាំងអស់នោះទៀតអរគុណមានតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូនអរគ្នានឹងជួយគ្រប់គ្រងអរគុណបាយបាយ